ទេវតាចង់ប្រោសដង្កូវឲ្យคล้ายមកជាមនុស្សដង្កូវក៏សួរថាបើកើតជាមនុស្សហើយតើលាមកទាំងអស់នឹងคล้ายជារបស់ខ្ញុំមែនទេទេវតាឆ្លើយថាមនុស្សមិនស៊ីរបស់ទាំងអស់នេះទេដង្កូវអស់សង្ឃឹមរួចឆ្លើយវិញថាសូម្បីតែលាមកក៏មិនអាចស៊ីផងតើកើតជាមនុស្សមានន័យអ្វីទៅបន្ទាប់មកទេវតាចង់ប្រោសមនុស្សលោកឲ្យរួចផុតចេញពីទុក្ខទោសមនុស្សលោកក៏សួរថាតើធ្វើដូចម្តេចទើបអាចរំដោះខ្លួនចេញពីទុក្ខទោសទាំងអស់បានទេវតាក៏ប្រាប់វិញថាត្រូវលះបង់រាល់ការលោភលន់រណ្ហានិងការជាប់ទទេទាំងឡាយមនុស្សលោកក្រវីក្បាលរួចឆ្លើយថាបើរស់នៅគ្មានការផឹកស៊ីគ្មានការសប្បាយគ្មានការចង់បានតើការរស់នៅមានន័យអ្វីទៅហើយគឺជាគុកនៃចំណេះដឹងរបស់ខ្លះដែលអ្នកគិតថាល្អដែលអ្នកប្រាថ្នាចង់បានតែនៅក្នុងភ្នែករបស់អ្នកដទៃវាអាចគ្រាន់តែជាលាមកប៉ុណ្ណោះមនុស្សភាគច្រើនចំណាយពេលពេញមួយជីវិតរស់នៅក្នុងបំណងប្រាថ្នារបស់ខ្លួនហើយធ្វើជាទាសករនៃរបស់ដែលគេគិតថាជាក្តីសុខសម្រាប់គេទាំងអស់នោះចាប់អត់ចាប់អត់